វីដេអូនេះចេញពីកាធាយបងប្អូនបើសិនជាបងប្អូនណាខ្លាចឈាមអាចអមឡងចោលណាមិនបាច់មើលទេហើយខ្ញុំក៏យល់ដែរថាវីដេអូហ្នឹងអ្នកខ្លះគាត់អាចនឹងអត់សូវពេញចិត្តទេមើលទៅវាដូចជាយើងខូខើឬក៏អីចឹងប៉ុន្តែខ្ញុំជាអ្នកលក់អញ្ចឹងខ្ញុំត្រូវតែមានវីដេអូឲ្យបង្ហាញទៅភ្ញៀវថាខ្ញុំមានអវ៉ាន់នៃគេខ្លះចឹងណាហើយវីដេអូនេះខ្ញុំកាត់ចោលកន្លែងច្រើនដែរកន្លែងខ្លះក៏ដាក់អត់ពេញលេញដែរព្រោះអីខ្លាច Facebook ឬក៏ TikTok វាចាប់អីខ្លាច YouTube អីចាប់ដែរហើយមុនអញ្ចឹងខ្ញុំបានគិតគិតដែរថាប្រកាសជាមានអ្នកអត់សូវពេញចិត្តអីចឹងណាតែក៏សុំចិត្តវិញបងប្អូនដែលពេញចិត្តអាចអូសចោលបានហើយនេះកាធាយើងធ្វើចំហុយខ្ទឹមសនិយាយទៅកាធានេះអាចចំហុយខ្ទឹមសក៏បានចំហុយលឹកឈូកស៊ុបកាធាឆ្នាំចិនក៏បានឬក៏ឆាក្តៅឬក៏ខកាធាបែបចិនក៏បានដែរហើយអវ៉ាន់គឺរស់ហ្មងណាហើយកាធាហ្នឹងគឺមានពងតែគ្រាន់តែពងតិចពងច្រើនហ្នឹងអត់សូវហ៊ានធានាទេតែគ្រាន់តែបើមានពងគឺមានពងបើដូចក្តារថ្មពងហើយអាចហាយគូតវាមើលពងតិចពងច្រើនបានណាតែចំពោះកាធាយើងគ្រាន់តែដឹងថាវាពងតែគ្រាន់តែដឹងពងតិចពងច្រើនទេព្រោះកាធានេះទិញពីគេមកដែរគ្រាន់តែឲ្យអ្នកកសិដ្ឋានហ្នឹងគាត់យកទៅវណ្ណាពងឲ្យចឹងទៅបើឲ្យថាកាធាធម្មជាតិដឹងតែអត់ហ៊ាននិយាយទេព្រោះកាធាធម្មជាតិហៅមិនបានទេឥឡូវហ្នឹងហៅបានក៏បានតិចដែរព្រោះគង់អ្នកញ៉ាំអត់តាន់ទេកាធាគឺចិញ្ចឹមឯណាបងប្អូនបញ្ជាក់មុនទៅហើយតែគាត់ថាគេចិញ្ចឹមបែបជាធម្មតាឲ្យញ៉ាំដូចជាញ៉ាំហើយវាស៊ីចកស៊ីកផ្លោកឬក៏ពេលថាគេទិញត្រីឬក៏គេនៃកសិដ្ឋានហ្នឹងគេអាចទៅបង់ត្រីបង់អីបានគេកិនលាយគ្នាអីឲ្យអញ្ចឹងណាហើយចំពោះការធ្វើម្ហូបគឺខាងខ្ញុំ free ជូនណាហើយតែជាធម្មតាភ្ញៀវចូលចិត្តធ្វើជាងគេគឺចំហុយខ្ទឹមសហ្នឹងហ្មងនិយាយទៅគឺបេះហ្មងវារៀងមានក្លិនខ្ទឹមហើយក្លិនម្រេចក្លិនអីចឹងណាចំហុយខ្ទឹមសហ្នឹងណាហើយជាតិវាក៏ឆ្ងាញ់ដែរហើយនឹងទី2គឺភ្ញៀវចូលចិត្តចំហុយលឹកឈូកអាហ្នឹងលាយមួយគ្រឿងថ្នាំចិនវិញនិយាយទៅវាឈ្ងុយគ្រឿងថ្នាំចិនហើយវាមានរសជាតិបែបចិនណាវាឆ្ងាញ់ដូចគ្នាហើយធ្វើស៊ុបកាធាឆ្នាំចិនក៏ឆ្ងាញ់កាធាឆាក្តៅនិងកាធាខពីរនឹងខ្ញុំមិនសូវជា recommend ទេតែគ្រាន់តែវាមិនមែនថាអត់ឆ្ងាញ់ញ៉ាំមកកើតវាញ៉ាំកើតឆ្ងាញ់ដូចគ្នាគ្រាន់ថាបើកាធាយើងធ្វើឲ្យត្រូវជាតិវាហ្មងចំហុយខ្ទឹមសចំហុយលឹកឈូកហើយនឹងស៊ុបកាធាហ្នឹងគឺ3ហ្នឹងគឺបេះខ្លាំងដូចថាសាច់របស់វាគឺត្រូវជាតិជាមួយនឹងអាគ្រឿងពួកហ្នឹងហ្មងណាតែមិនមែនបានន័យថាកាធាឆាក្តៅហ្នឹងអត់ឆ្ងាញ់ទេណាឆាក្តៅក៏ឆ្ងាញ់ដែរគ្រាន់ថាបើប្រៀបធៀបជាមួយចំហុយខ្ទឹមសហើយនឹងចំហុយលឹកឈូកអីហ្នឹងគឺពីមុនហ្នឹងគឺវាបេះបាត់ទៅហើយយ៉ាងមែនណាបងប្អូនបញ្ចូលវីដេអូនេះខ្ញុំរៀងខ្លាចចិត្តអ្នកមើលមិនដឹងទេអត់សូវលះសោះដោយសារតែសត្វហ្នឹងវាមានឈាមក្រហមវាមិនឈាមសមើលទៅអត់សូវខ្លាចអីចឹងខ្លាចបងប្អូនគាត់ប្រកាន់តែកុំភ្លេចម្ហូបឆ្ងាញ់ថ្លៃទូថ្លៃរបស់រស់មាន OC Seafood